សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិ podcast ពិសេសសម្រាប់អ្នកចង់ជោគជ័យក្នុងអាជីវកម្មខ្ញុំ host នឹងនាំអ្នកទាំងអស់គ្នាទៅមើលថាតើក្នុងបរិបទឆ្នាំ2026ខាងមុខនេះតើអាជីវកម្មបែបណាដែលស័ក្តិសមបំផុតសម្រាប់អ្នកចង់ចាប់ផ្ដើមថ្មីប៉ុន្តែមានដើមទុនតិចបំផុតនៅពេលយើងនិយាយអំពីឆ្នាំ2026យើងមិនមែននិយាយអំពីអនាគតដ៏ឆ្ងាយដែលមើលមិនឃើញនោះទេប៉ុន្តែវាគឺជាការវិវត្តនៃបច្ចេកវិទ្យា AI ការផ្លាស់ប្ដូរឥរិយាបថអ្នកប្រើប្រាស់ដែលចូលចិត្តភាពងាយស្រួលនិងការយកចិត្តទុកដាក់ខ្ពស់លើសុខភាពមែនទែនមុខរបរដំបូងគេដែលខ្ញុំមើលឃើញថាមានសក្តានុពលខ្លាំងហើយចំណាយដើមទុនស្ទើរតែសូន្យគឺសេវាកម្មសម្រាប់សម្រួលបច្ចេកវិទ្យា AI សម្រាប់អាជីវកម្មខ្នាតតូចអ្នកដឹងទេថានៅឆ្នាំ2026អាជីវកម្មជាច្រើននឹងត្រូវការមនុស្សដែលចេះប្រើ AI ដើម្បីជួយរៀបចំការងាររដ្ឋបាលបង្កើតមាតិកាឬឆ្លើយតបអតិថិជនប្រសិនបើអ្នកចំណាយពេលរៀនប្រើវាឲ្យស្ទាត់ជ្នាយអ្នកអាចលក់សេវាកម្មនេះបានភ្លាមៗតែម្ដងមួយវិញទៀតគឺការលក់ផលិតផលដែលផ្ដោតលើនិរន្តរភាពនិងបរិស្ថានមនុស្សនៅឆ្នាំ2026នឹងមិនគ្រាន់តែទិញរបស់ប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែពួកគេនឹងទិញតម្លៃការលក់ផលិតផលដែលធ្វើឡើងពីវត្ថុធាតុកែច្នៃឬរបស់ប្រើប្រាស់ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននឹងក្លាយជាទីផ្សារដ៏ធំអ្នកអាចចាប់ផ្ដើមពីការលក់តាមអនឡាញដោយមិនចាំបាច់មានហាងផ្ទាល់ខ្លួននោះទេកុំភ្លេចណាថាសូម្បីតែការកែច្នៃសម្លៀកបំពាក់ជជុះឲ្យទៅជាម៉ូដថ្មីប្លែកក៏ជាអាជីវកម្មដែលមានដើមទុនតិចបំផុតប៉ុន្តែអាចលក់បានក្នុងតម្លៃខ្ពស់ប្រសិនបើអ្នកមានគំនិតច្នៃប្រឌិតល្អមុខរបរទី3ដែលខ្ញុំចង់លើកទឹកចិត្តខ្លាំងបំផុតគឺការបង្កើតមាតិកាបែបជំនាញចាក់លាក់ចាក់ឬ niche content creationឆ្នាំ2026មនុស្សនឹងស្វាមនឹងការមើលវីដេអូកម្សាន្តទូទៅហើយប៉ុន្តែអ្វីដែលពួកគេត្រូវការគឺដំណោះស្រាយប្រសិនបើអ្នកចេះជំនាញអ្វីមួយច្បាស់លាស់ដូចជាការដាំឈើក្នុងខុនដូការធ្វើម្ហូបបែបសុខភាពឬការបង្រៀនភាសាបែបសាមញ្ញអ្នកអាចបង្កើតជីវៈសិក្សាខ្លីៗឬសៀវភៅអេឡិចត្រូនិកលោកបានយ៉ាងងាយចំណុចសំខាន់មួយទៀតគឺសេវាកម្មថែទាំមនុស្សចាស់និងសុខភាពដល់ផ្ទះដោយសារសង្គមយើងនឹងកាន់តែមានមនុស្សចាស់ច្រើនការផ្ដល់សេវាកម្មដូចជាការបញ្ជាទិញថ្នាំការរៀបចំអាហារដែលសមស្របតាមសុខភាពឬការទៅកំដរពួកគាត់ទៅមន្ទីរពេទ្យជាមុខរបរដែលត្រូវការបេះដូងនិងការយកចិត្តទុកដាក់ជាដើមទុនចម្បាំងអ្នកទាំងអស់គ្នាប្រហែលជាបារម្ភថាតើខ្ញុំអាចធ្វើបានទេបើខ្ញុំមិនមានលុយច្រើនក្នុងដៃខ្ញុំចង់ប្រាប់ថាដើមទុនដែលធំបំផុតសម្រាប់ឆ្នាំ2026មិនមែនជាលុយដុល្លារនោះទេប៉ុន្តែវាគឺជាចំណេះដឹងនិងការប្រើប្រាស់បច្ចេកវិទ្យាឲ្យត្រូវផ្លូវកុំខ្លាចក្នុងការចាប់ផ្ដើមតូចព្រោះអាជីវកម្មធំៗជាច្រើនសុទ្ធតែចាប់ផ្ដើមពីកន្លែងតូចៗដូចគ្នាសរុបមកវិញដើម្បីបើកមុខរបរនៅឆ្នាំ2026ដោយដើមទុនតិចអ្នកត្រូវមានគុណសម្បត្តិ3យ៉ាងទី1គឺចេះប្រើបច្ចេកវិទ្យាជំនួយទី2គឺផ្ដោតលើដំណោះស្រាយពិតប្រាកដជូនអតិថិជននិងទី3គឺភាពស្មោះត្រង់ក្នុងសេវាកម្មសង្ឃឹមថាការចែករំលែកក្នុងថ្ងៃនេះនឹងផ្ដល់ជាកម្លាំងចិត្តនិងគំនិតថ្មីៗសម្រាប់អ្នកដែលកំពុងស្វែងរកការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនឆ្នាំ2026គឺជាឆ្នាំនៃឱកាសសម្រាប់អ្នកដែលត្រៀមខ្លួនរួចជាស្រេចកុំភ្លេចតាមដានភាពបន្តទៀតរបស់យើងដែលនឹងនាំយកគំនិតល្អៗមកចែករំលែកបន្ថែមទៀតសម្រាប់ថ្ងៃនេះខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អនិងសម្រេចបាននូវក្តីសុបិនអាជីវកម្មរបស់អ្នកជួបគ្នានៅសប្តាហ៍ក្រោយជម្រាបលា